បញ្ហារោគស្ត្រីតែខ្ញុំអៀនណាអ្នកគ្រូអើយខ្ញុំអត់ចង់ពីគ្រូអត់ចង់ប្រាប់ទៅអ្នកណាគេដឹងអត់ហ៊ានទៅពិនិត្យសុខភាពទេបងប្អូនប៉ះពាល់អីខ្លះមានបញ្ហារោគស្ត្រីរ៉ាំរ៉ៃតែអៀនខ្មាស់អត់ហ៊ានប្រឹក្សាជាមួយនឹងអ្នកដទៃអត់ហ៊ានប្រាប់គេអត់ហ៊ានរកដំណោះស្រាយអត់ហ៊ានទៅពិនិត្យសុខភាពបញ្ហាប្រឈមទី1ដែលបងប្អូនអាចនឹងមានផលប៉ះពាល់គឺប៉ះពាល់នៅថ្ងៃក្រោយបញ្ហាគឺកាន់តែធ្ងន់បើន័យថាការធ្លាក់សការធ្លាក់ឈាមការមានដុំសាច់ដុំកទួលទៅនឹងតំបន់ពិសេសរបស់យើងគឺជាបញ្ហារោគស្ត្រីហើយបញ្ហាទាំងអស់នេះបើសិនជាមនុស្សស្រីកើតមានគឺគាត់អៀនអត់ហ៊ានឲ្យគេពិនិត្យមើលឯងអញ្ចឹងវាជាចំណុចខ្មាស់អៀនអត់ចាអៀនប៉ុន្តែយើងអត់គួរទុកអត់គួរខ្មាស់អៀនរហូតដល់បណ្ដោយឲ្យបញ្ហានេះកាន់តែធ្ងន់នៅថ្ងៃក្រោយទេបើសិនជាការធ្លាក់សនេះវាមានការវិវត្តទៅជាប្រភេទកាមរោគឬក៏ជាការធ្លាក់សបង្កបាក់តេរីបង្កមេរោគឬក៏ការរលាកបងប្អូនទុកនឹងធ្ងន់កាន់តែខ្លាំងបើសិនជាយើងអត់ខ្មាស់អៀនយើងទៅពិគ្រោះជាមួយនឹងអ្នកជំនាញបងប្អូននឹងដោះស្រាយបញ្ហានេះបានទី2បងប្អូននឹងខ្វះភាពស្និទ្ធស្នាលជាមួយនឹងដៃគូរបស់បងប្អូនពេលដែលបងប្អូនមានបញ្ហារោគស្ត្រីណាបើសិនជាយើងមានគ្រួសារមានដៃគូយើងអត់អាចគេចផុតពីក្នុងការគេនៅមួយដៃគូឬក៏រស់នៅជាមួយគ្នាទេតែបើសិនជាយើងមានបញ្ហានេះយើងនឹងរស់នៅជាមួយភាពខ្មាស់អៀនយើងរស់នៅជាមួយអត់មានទំនុកចិត្តលើខ្លួនឯងខ្លាចក្លិនដល់គេខ្លាចមានសសជាប់ទៅនឹងរបស់ដៃគូរបស់យើងឬក៏ខ្លាចដៃគូរបស់យើងឆ្លងការមកពីយើងគឺយើងអត់មានភាពស្និទ្ធស្នាលយើងខ្លាចក្លិនយើងខ្លាចនេះខ្លាចនោះខ្មាស់អៀនដៃគូរបស់យើងទៀតអញ្ចឹងហើយការកើតមានបញ្ហារោគស្ត្រីដល់ផលប៉ះពាល់ច្រើនថែមមែនទែនបើសិនជាបងប្អូនអៀនអត់ព្រមរកដំណោះស្រាយហើយសម្រាប់ទី3គឺបងប្អូនអត់មានដំណោះស្រាយសម្រាប់ខ្លួនឯងទេអ្នកមានបញ្ហារោគស្ត្រីបើសិនជាយើងអត់ទៅពិគ្រោះមួយអ្នកដតីអ្នកជំនាញអត់ទៅពិនិត្យបងប្អូននឹងរស់នៅជាមួយបញ្ហានឹងពីមួយថ្ងៃទៅមួយថ្ងៃអត់មានដំណោះស្រាយសម្រាប់ខ្លួនឯងទេអញ្ចឹងបងប្អូនកុំខ្មាស់កុំអៀនជាយើងប្រឈមមុខជាមួយនឹងបញ្ហាដែលកើតមានហើយរកដំណោះស្រាយឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពមិនថារោគស្ត្រីបងប្អូនកម្រិតណាដំណាក់កាលណាជាប្រភេទបញ្ហាមួយណាទេត្រូវតែដោះស្រាយវាឲ្យបានល្អឲ្យបានទាន់ពេលវេលាកុំទុកបន្តទៀតណាប្រយ័ត្នបញ្ហានេះកាន់តែធ្ងន់ជាងមុន